រដ្ឋមន្ត្រីពាណិជ្ជកម្មថៃប្រកាសទម្លាក់ទំនិញដាក់លក់ឡាយឡុងក្នុងតម្លៃ 50% ទៅ 70% នេះគឺជាផលិតផលដែលកកស្ទះលក់មិនចេញថៃបានស្នើទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តពេលនេះប្រទេសអារ៉ាប់រួមជួយទិញទំនិញថៃ5កប៉ាល់ទំនិញទាំងនេះបាននឹងកំពុងដឹកចេញពីប្រទេសថៃទំនិញដែលធ្លាប់នាំចេញទៅកាន់ប្រទេសនានាចោលគ្មានទីផ្សារថៃបានប្រកាសដាក់លក់ឡៃឡុង 50% ទៅ 70% បន្ទាប់អំពីរដ្ឋមន្ត្រីពាណិជ្ជកម្មថៃបានស្នើទៅកាន់ប្រទេសនានាក៏មានប្រទេសដែលជាសម្ព័ន្ធមិត្តផ្សេងៗទៀតបដិសេធមិនទទួលការនាំចូលបើទោះជាលក់ក្នុងតម្លៃណាក៏ដោយប្រទេសទាំងនោះបានលើកឡើងថាមិនទទួលការនាំចូលក៏ព្រោះពង្រឹងផលិតផលក្នុងស្រុកក៏មានប្រទេសមួយចំនួនដែលធ្លាប់នាំចូលកន្លងមកត្រូវបង្ខំចិត្តដាក់លក់ឡាយឡុងបន្ទាប់ពីធ្លាក់ការគាំទ្រផលិតផលថៃនេះជាហេតុដែលប្រទេសមួយចំនួនមិនអាចនាំចូលបន្តបានជារឿងពិតប្រាកដផលិតផលទាំងអស់មាន expire យ៉ាងជាក់ច្បាស់ប្រសិនបើផលិតផលទាំងនោះចោលគ្មានទីផ្សារពួកគេត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ